ស្វាគមន៍ចំពោះការមកកាន់មេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ Chamfer Tool សម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី SolidWorks ក្រោយពេលដែលបងប្អូនមើលវីដេអូនេះចប់បងប្អូននឹងចេះប្រើប្រាស់ទៅលើ Chamfer Tool ដោយស្ទាត់ជំនាញអូខេអញ្ចឹងគឺយើងចូលទៅធ្វើការបង្កើត sketch សិនដើម្បីយើងធ្វើការ apply ទៅលើ chamfer បានជាយើងចូលទៅ sketch នេះបងប្អូនមើលនៅកន្លែងនេះវាអត់ទាន់បើកឲ្យយើងទេដោយសារតែយើងអត់ទាន់មាន sketch អញ្ចឹងគឺយើងចាំបាច់ត្រូវការបង្កើត sketch សិនអញ្ចឹងសម្រាប់ sketch លុះត្រាតែវាជាអង្កត់2ប្រសពគ្នាទើបយើងអាចធ្វើការ apply ទៅលើ chamfer នឹងបានអញ្ចឹងខ្ញុំចូលទៅប្រើប្រាស់ទៅលើ rectangle tool ក្នុងការបង្កើត sketchខ្ញុំ activate ទៅលើ rectangle tool ហើយខ្ញុំ click ទៅលើ flong front ដោយសារខ្ញុំចង់ធ្វើការ sketch នៅលើ flong front ហ្នឹងមានន័យថា flong ខាងមុខអូខេខ្ញុំ click ដើម្បី set up ចំណុចប្រសពមួយហើយ move វាចេញក្រៅរបៀបនេះអូខេ click វាមួយអញ្ចឹងបងប្អូនមើលកន្លែងចំណុចកែងនៃជ្រុងនីមួយៗកែង90ដឺក្រេនេះអញ្ចឹងគឺយើងអាចធ្វើការ apply chamfer បានអញ្ចឹងគឺយើងចូលទៅធ្វើការ tick ដើម្បីធ្វើការបញ្ចប់នៃការគូស sketch ជាលក្ខណៈចតុកោណកែងហ្នឹងហើយយើងចូលទៅ sketch ម្ដងទៀតហើយយើងចូលមកកន្លែងសញ្ញាព្រួយនេះហើយយើងយកពាក្យថា sketch chamfer អញ្ចឹងយើងធ្វើការ click លើវាមកអូខេអញ្ចឹងគឺវាមាន option ច្រើននេះកន្លែងនេះយើងមើលទី1គឺ angle distance មួយទៀតគឺ distance ហើយ equal distance អញ្ចឹងខ្ញុំធ្វើការបញ្យល់នីមួយអញ្ចឹង angle distance គឺជាការកំណត់ទៅលើ chamfer ដែលផ្ដោតសំខាន់ទៅលើមុំហើយនឹងចម្ងាយឥឡូវខ្ញុំជ្រើសរើសយកអាហ្នឹងអូខេឥឡូវសិនតោះអញ្ចឹងនៅពេលណាយើងធ្វើការជ្រើសរើសវាគឺវាបើក option មួយទៀតអញ្ចឹងទី1គឺជាចម្ងាយហើយទី2គឺជា angle គឺជាមុំអូខេឥឡូវខ្ញុំកំណត់ប្រវែងរបស់វាគឺ0.2ឧទាហរណ៍អញ្ចឹងហើយសម្រាប់មុំខ្ញុំចង់ឲ្យវាបង្កើតមុំគឺ35ដឺក្រេអូខេបន្តមកទៀតគឺយើងធ្វើការយកមក click ទៅលើចំណុចប្រសពនេះឬក៏យើង click កត់ដែលប្រសពគ្នាក៏បានឥឡូវខ្ញុំ click ទៅលើចំណុចដែលប្រសពមកអូខេអញ្ចឹងយើងមើលដល់គ្នានេះចឹងយើងមើលនេះគឺជាចម្ងាយពីចំណុចនេះមកចំណុចប្រសពមុនធ្វើការ apply chamfer ហ្នឹងគឺ0.20 នេះឬក៏ 0.2 ហ្នឹងរីឯមុំនេះមុំដែលធៀបជាមួយនឹងអង្កត់ចាស់របស់វាមកអង្កត់ដែលទៅតែបង្កើតថ្មីអញ្ចឹង chamfer ហ្នឹងគេធ្វើការដាក់វាដើម្បីឲ្យ sketch ហ្នឹងគឺវានឹងធ្វើការកាត់អាមុខស្រួចនេះឲ្យមកលក្ខណៈប្រឆិតវាខុសពី fillet គឺជាលក្ខណៈកោងរីឯ chamfer គឺលក្ខណៈប្រឆិតរបៀបនេះអញ្ចឹងមុំនេះអង្កត់នេះជាមួយនឹងអង្កត់ចាស់ធៀបជាមួយនឹងអង្កត់ចាស់មកវាគឺ35ដឺក្រេដោយសារតែយើងធ្វើការជ្រើសទៅលើ angle distance អូខេឥឡូវខ្ញុំធ្វើការ pan វាបន្តិចមកខាងនេះវិញខ្ញុំ zoom វាតូចអូខេឥឡូវខ្ញុំចង់ធ្វើការដាក់មួយនេះទៀតអញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការ click លើវាអញ្ចឹងគឺវា apply យើងនេះបងប្អូនមើលនេះឃើញអត់ឥឡូវខ្ញុំធ្វើការ pan វាហើយខ្ញុំចុច tick ដើម្បី confirm វាអូខេអញ្ចឹងគឺយើងបានធ្វើការ apply chamfer ទៅឲ្យ sketch ពីរនេះឥឡូវខ្ញុំធ្វើការ add វាបន្ថែមទៀតខ្ញុំ pan វាមកខាងនេះសិនខ្ញុំ add ទៅលើជ្រុងនេះម្ដងទៀតអូខេអញ្ចឹងគឺយើងចូលទៅធ្វើការ click ទៅលើ sketch ហើយខ្ញុំចូលទៅ chamfer ហើយខ្ញុំកំណត់យកពាក្យថា distance ហើយខ្ញុំដោះនេះចេញសិនខ្ញុំចូលមក option ទី2ចឹងយើងកំណត់សម្រាប់ជ្រុងទី1ខ្ញុំកំណត់ 0.2 រីឯខាងក្រោមខ្ញុំដាក់ 0.3 ចឹងយើងយកមួយយើងកំណត់ទៅលើប្រវែងប្រមាណក៏បានដែរស្រេចតែបងប្អូនចង់ធ្វើការកំណត់វាបន្តមកទៀតគឺយើង click ទៅលើចំណុចប្រសពអូខេអញ្ចឹងយើងមើលដល់គ្នានេះចឹងបងប្អូនមើលនេះអានេះគឺ 0.20 នេះខាងលើនេះ 0.20 ដោយសារយើងកំណត់អញ្ចឹង
រីឯចម្ងាយទី2នេះចម្ងាយទី2ពីចំណុចប្រសពចាស់ហ្នឹងមកកាន់ចំណុចថ្មីនេះមួយនេះបងប្អូនឃើញគឺ 0.30 អញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងសម្រាប់chamfer ហ្នឹងគេធ្វើឲ្យចំណុចប្រសពដែលមានជាលក្ខណៈស្រួចរបៀបនេះឲ្យមកប្រឆិតអូខេឥឡូវខ្ញុំចូលទៅ add មួយទៀតខ្ញុំ tick ដើម្បី confirm វាហើយខ្ញុំចូលទៅ option មួយទៀតគឺខ្ញុំចូលទៅ sketch ហើយខ្ញុំចូលមកសញ្ញាព្រួយនេះហើយ click យកពាក្យថា sketch chamfer ហើយខ្ញុំចាប់ផ្ដើមជ្រើសរើសយកនេះម្ដងនេះអូខេហើយបន្តមកទៀតខ្ញុំកំណត់ឡើងនេះឥឡូវយើងកំណត់អានេះគឺ 0.5 ឧទាហរណ៍អញ្ចឹងហើយខ្ញុំយកមក tick ទៅលើចំណុចប្រសពនេះអូខេអញ្ចឹងគឺវាដោយសារតែយើងកំណត់អានេះយក equal distance ចាំមានន័យថាចម្ងាយពីចំណុចនេះមកចំណុចនេះគឺស្មើជាមួយនឹងចម្ងាយពីចំណុចនេះមកចំណុចនេះគឺវាស្មើនេះបងប្អូនមើលនេះមើល dimension វាបង្ហាញយើងនេះ 0.50 អានេះគឺ 0.50 អូខេឥឡូវខ្ញុំបង្កើត sketch មួយទៀតឲ្យវាមានលក្ខណៈជាចំណុចប្រសពដែលប្រើប្រាស់ទៅលើកត់2ឥឡូវខ្ញុំធ្វើការ tick ដើម្បី confirm វាសិនហើយខ្ញុំចូលទៅ sketch ម្ដងទៀតនេះអូខេខ្ញុំ click លើ sketch ហើយខ្ញុំប្រើប្រាស់ទៅលើ line tool ខ្ញុំប្រើប្រាស់វាដើម្បីធ្វើការបង្កើតជាឧទាហរណ៍ជាត្រីកោណមួយចឹងចុះអូខេបន្តមកទៀតគឺខ្ញុំធ្វើការ tick ដើម្បីធ្វើការ confirm ដើម្បីបញ្ជាក់ថាយើងបញ្ចប់ក្នុងការគូសត្រីកោណនឹងហើយយើងចូលទៅ sketch ហើយយើង click សញ្ញាព្រួយនេះហើយយើងយកពាក្យថា sketch chamfer បន្តមកទៀតយើងធ្វើការចុចទៅលើចំណុចប្រសពនេះ click លើវាមកដោយសារតែយើងកំណត់អានេះគឺវាយកពាក្យថា equal distance អញ្ចឹងយើងមើលនេះ 0.39 វាជាលក្ខណៈ default របស់វាអញ្ចឹងបើសិនបើយើងយកប៉ុណ្ណឹងយើងសម្រាប់យកប៉ុណ្ណឹងយើងចុចទៅលើសញ្ញា tick មកដើម្បី confirm វាអូខេឥឡូវខ្ញុំយកប៉ុណ្ណឹងចុះហើយខ្ញុំចូលមកមួយទៀតអានេះខ្ញុំចូលមកកំណត់ទៅលើ chamfer ម្ដងទៀតហើយខ្ញុំយកអានេះម្ដងខ្ញុំដូរវាចេញឥឡូវខ្ញុំដាក់នេះគឺ 0.2 ហើយមួយទៀតគឺ 0.4 អូខេបន្តមកទៀតគឺយើង tick ដើម្បីនេះ tick ទៅលើសញ្ញាគ្រីសនេះបងប្អូនមើលអានេះគឺចម្ងាយនេះមកចម្ងាយនេះគឺ 0.4 ហើយពីចំណុចប្រសពអាចាស់របស់វាគឺពីចំណុចនេះមកចំណុចនេះគឺ 0.20 អូខេឥឡូវយើងទៅមួយទៀតកន្លែងនេះខ្ញុំ tick វាមួយទៅហើយខ្ញុំចូលមក update សាច់ថ្មីខ្ញុំ click កន្លែងនេះមួយមកចំណុចប្រសពហ្នឹងយើងចូលទៅ sketch ចូលមកកន្លែងសញ្ញាព្រួយនេះសំទោសម្ដងទៀតអូខេហើយយើងយក angle distance នេះ angle distance ឥឡូវយើងកំណត់វាខ្ញុំយក 0.2 អញ្ចឹងទៅអានេះខ្ញុំយក30 degree អូខេហើយយើងធ្វើការ tick ដើម្បី confirm វានេះជួយបងប្អូនមើលចម្ងាយពីចំណុចនេះមកចំណុចប្រសពចាស់មកវាគឺ 0.20 រីឯមុំធៀបជាមួយនឹងកត់ចាស់របស់វាមកជាមួយនឹងកត់ដែលបង្កើតឡើងដោយ chamfer តែជាលក្ខណៈប្រឆិតហ្នឹងមុំហ្នឹងគឺបង្កើតបាន30 degree ហើយយើង tick សញ្ញា tick នេះដើម្បី confirm វាអូខេនឹងខ្ញុំ pan វាតិចសិននេះអូខេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងចេះប្រើប្រាស់ទៅលើ chamfer tool ខ្ញុំបញ្ជាក់ម្ដងទៀតសម្រាប់ chamfer គឺអាចប្រើប្រាស់បាននៅពេលដែលអង្កត់ពីប្រសពគ្នាត្រង់ចំណុចមួយហើយយើង apply chamfer ហ្នឹងដើម្បីឲ្យអង្កត់ដែលប្រសពគ្នាហ្នឹងវា convert ឬคล้ายទៅជាបន្ទាត់ប្រឆិតដូចស្តៀងជាមួយនឹង fillet ដែរប៉ុន្តែ fillet ហ្នឹងគឺជាលក្ខណៈកោងជាលក្ខណៈ curve រីឯ chamfer វាគឺជាលក្ខណៈបន្ទាត់ linear ជាលក្ខណៈបន្ទាត់ត្រង់អញ្ចឹងសូមអរគុណសូមជម្រាបលា